សូមជម្រាបសួរអ្នកទាំងអស់គ្នាសម្រាប់ការមកកាន់ channel របស់ខ្ញុំសម្រាប់ថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូមួយអំពីរបៀបនៃការទាញយកហ្គេមចលនាសម្រាប់កុំព្យូទ័រដើម្បីទាញយកហ្គេមចលនាទាំងអស់គ្នាបានអ្នកទាំងអស់គ្នាត្រូវដំឡើងកម្មវិធីដល់ទៅ2គឺកម្មវិធី uTorrent ឬក៏កម្មវិធីមួយទៀតដែលអាចទាញយក uTorrent file របស់ uTorrent បានអូខេដើម្បីទាញយកបានអ្នកទាំងអស់គ្នាអាចចុចមើល link នេះនៅខាងក្រោមនៃវីដេអូរបស់ខ្ញុំដែលខ្ញុំបានអាប់ឡូតដាក់ចូលឲ្យដោយសារតែនេះគឺជា link ដែលខ្ញុំបាន copy រួចអញ្ចឹងដោយគ្រាន់តែអ្នកនរគ្នា copy link នឹងហើយយកទៅដាក់នៅ browser ឧទាហរណ៍ខ្ញុំសូមដាក់ browser នេះខ្ញុំចុច pass and go ហើយអ្នកនរគ្នាអាចឆែកមើលនៅក្នុងខាងក្រោមនៃវីដេអូរបស់ខ្ញុំបានដែលខ្ញុំបានដាក់ឲ្យទាញយកសូមរងចាំបន្តិចហើយអ្នកនរគ្នាអាចទាញយក file ទាំងអស់នឹងបានគ្រប់ server តែយើងអាចទាញយកបាននៅជាមួយនឹង file uTorrent ដើម្បី support ជាមួយគ្នាតើពីនេះហើយអ្នកនរឃើញពាក្យ skip ad សូមចុចពីដាក់ skip ad វានឹងបង្ហាញបែបនេះចេញមកបន្ទាប់មកអ្នកទាំងអស់គ្នាទៅដក tick ចេញពីកន្លែងពាក្យថា download with secure download manager សូម tick វាចេញរួចចុចពាក្យថា download វានឹងបង្ហាញបែបនេះមកសូមចុចពាក្យថា start download សូម minimize វាសូមរងចាំបន្តិចរួចចុច open អ្នកនរគ្នានឹងឃើញពី file នេះអូខេខ្ញុំសូមបិទខ្ញុំបើកកន្លែងនេះវិញដល់ពេលដែលអ្នកនរគ្នាឃើញ file វាហើយអ្នកនរគ្នាចុចពន្លាវានៅខាងនេះចុចពាក្យថា extract to នៅលើ desktop បន្ទាប់មកវានឹងបង្ហាញបែបនេះចេញមកហើយសូមចុចលើវាអ្នកនរគ្នានឹងឃើញ file 2 file មួយ uTorrent និង file មួយ .uTorrent អញ្ចឹងសូមចុចលើ uTorrent ដើម្បីដំឡើងកម្មវិធីក្នុងការទាញយកហ្គេមចលនានេះបានសូមចាំបន្តិចវាកំពុងតែដំណើរការអូខេនេះវាបង្ហាញផ្ទាំងចេញមកហើយនេះបន្ទាប់មកវាបង្ហាញបែបនេះចេញមកហើយសូមចុចពីថា next ទៀតទៅមក I agree អូខេធីទាំងពីរហ្នឹង next តើអ្នកនរគ្នាចង់បន្ថែមវានៅលើ desktop សូមអាចដក tick បានចុច next សូម tick កន្លែងនេះចោលហើយចុច next រួចចុច tick កន្លែងនេះចោលចុច next ទៀតទៅមក finish អូខេសូមរងចាំបន្ទាប់វានឹងបង្ហាញ uTorrent នៅលើ desktop របស់អ្នកទាំងអស់គ្នាគេសូមអញ្ចឹងនេះវានៅបង្ហាញបែបនេះចេញមកគេសូមអញ្ចឹងវានៅបង្ហាញបែបនេះចេញមកសូម minimize វាអ្នកនរគ្នានឹងឃើញ file .uTorrent នេះបដូរទៅជា uTorrent ដូចគ្នាអញ្ចឹងសូមចុចលើវាបន្ទាប់មកវានឹងបង្ហាញសូមជ្រើសរើសកន្លែងដែលអ្នកនរគ្នាត្រូវការផ្ទុកឯកសារដែលយើងបានទាញយកហ្គេមចលនានេះដល់ខ្ញុំសូមផ្ទុកនៅ drive C user ឈ្មោះខ្ញុំហើយចុចពីថាអូខេនេះវាកំពុងតែដំណើរការហើយដើម្បីទាញយកបាននោះតែ speed របស់អ្នកអស់គ្នាលឿនអាចទាញយកមក speed គួរសមឬរបស់អ្នកនេះមានថា down speed មានថាល្បឿនវាលឿនអាចប្រហែលជា1ម៉ោងទៅ2ម៉ោងក្នុងការទាញយកអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបើសិនជាមានចំណុចអាច comment នៅខាងក្រោមនៃវីដេអូរបស់ខ្ញុំបានជួយ like និង subscribe channel ខ្ញុំអរគុណជម្រាបលា